4-5 ឆ្នាំហើយប្តីប្រពន្ធយើងខំរកស៊ីខំធ្វើការដកមានសល់អីហ៎សល់តែសបកខ្លួនហើយអំណុលតើបងប្អូនប្រហែលអ្នកខ្លះដែលមានអារម្មណ៍តូចចិត្តខំទាំងប្តីទាំងប្រពន្ធ4-5 ឆ្នាំមកហើយតែលទ្ធផលសល់តែសបកខ្លួនហើយនឹងបំណុលបាទបើសិនជាបងប្អូនកំពុងតែមានអារម្មណ៍បែបនេះអាចខមមិនប្រាប់ខ្ញុំបានទេដើម្បីខ្ញុំតាក់ទងទៅយើងនឹងទៅជែកគ្នាពីដំណោះស្រាយតែម្ដងបាទប៉ុន្តែមុននឹងចូលទៅសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំមួយឆាត្រេខាពួកយើងធ្លាប់ជាប់បំណុល$40000ជាប់ទាំង5ឆ្នាំនៅឆ្នាំ2015យើងបានទៅធ្វើអាជីវកម្មមួយនៅគល់ស្ពានព្រៃសំរោងកែងកាត់បាល់ក្រហមក្រុងតាខ្មៅនៅឆ្នាំ2019យើងសម្រេចចិត្តចំណាក់ចោលស្រុកតែម្ដងគឺរត់ចោលស្រុកជពាក់គេច្រើនមិនដឹងធ្វើម៉េចអញ្ចឹងក៏គិតថាមិនដឹងទៅណាគឺមានតែទៅធ្វើជាពលករនៅក្នុងប្រទេសថៃការគិតខ្លីរបស់យើងមិនទទួលបានលទ្ធផលអីទេមានតែការត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញគឺយើងទទួលការជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសេសុផលលោកគ្រូសេសុផលបានជួយបង្ហាត់បង្ហាញយើងក្នុងការដោះបំណុលបន្ទាប់មកឲ្យយើងចងក្រងបទពិសោធន៍ទាំងអស់នោះធ្វើជាសៀវភៅធ្វើជាវគ្គសិក្សាបានចូលរួមចំណែកជួយមនុស្សជាច្រើនបាទអញ្ចឹងបើសិនជាបងប្អូនចង់ឃើញអាចចុចចូល link Telegram មួយដើម្បីស្ដាប់សាកសីសម្លេងពិតៗរបស់ពួកគាត់អូខេអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទដែលនិយាយអំពីការខំប្រឹងប្រែងទាំងប្តីទាំងប្រពន្ធបាទខំនោះខំហើយប៉ុន្តែលទ្ធផលមិនសល់អ្វីសល់តែសម្បកខ្លួនសល់តែបំណុលនេះគឺជាបទពិសោធន៍ពិតរបស់យើងបាទអញ្ចឹងសំណួរសួរថាតើយើងធ្វើយ៉ាងម៉េចបន្តទៀតបាទនៅពេលដែលយើងជួបរឿងបែបហ្នឹងហើយយើងនៅបន្តអញ្ចឹងទៀតឬក៏យ៉ាងណាបងប្អូននេះគឺជាជំងឺរ៉ាំរ៉ៃបងប្អូនធ្លាប់ស្ដាប់វីដេអូរបស់ខ្ញុំហើយមែនទេដែលខ្ញុំនិយាយថាបំណុលក៏មានជំងឺដែរបាទអញ្ចឹងនៅពេលដែលយើងឈឺខ្ញុំតែងតែនិយាយថាយើងឈឺយើងទៅពេទ្យបាទហើយយើងធ្វើការព្យាបាលអញ្ចឹងអាបំណុលហ្នឹងក៏អញ្ចឹងដែរវាមានប្រភេទមានជំងឺដូចគ្នាអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនណាអញ្ចឹងបើបងប្អូនមានបំណុលចុះបើសិនជាយើងមានវិធីលក់បំណុលនឹងចោលវិញមិនវិញបាទយើងកុំលក់ទ្រព្យយើងលក់បំណុលវិញអញ្ចឹងពេលខ្លះយើងខំប្រឹងទេយើងខំប្រឹងរលុយទៅមួយមុខតែយើងអត់បានរកវិធីដោះស្រាយបំណុលនៅពេលដែលយើងអត់បានរកវិធីដោះស្រាយបំណុលយើងខំរលុយទៅមុខគឺវាមិនទទួលបានដំណោះស្រាយទេប៉ុន្តែបើយើងសល់បំណុលយើងលក់បំណុលចោលតែម្ដងគឺមានន័យថាយើងមានសេរីភាពយើងសល់បទពិសោធន៍បាទហើយយើងអាចជួយដល់កូនរបស់យើងទៀតបាទនេះគឺជាចំណុចមួយដែលខ្ញុំបានរកឃើញអាចតម្បាំងថាវិធីដែលល្អបំផុតគឺយើងនៅសល់បទពិសោធន៍នៅសល់បំណុលអញ្ចឹងយើងលក់បំណុលចោលតែម្ដងទៅបាទយើងកុំលក់ទ្រព្យបាទណាយើងលក់ទ្រព្យយើងជពាក់គេទៀតតែបើយើងលក់បំណុលមានន័យថាយើងលែងជពាក់អំណុលគេបាទអូខេចឹងបើសិនជាបងប្អូនត្រូវការពិភាក្សាជាមួយខ្ញុំបន្ថែមអាចតាក់ទងមកខ្ញុំតាមរយៈលេខ096 63008គុតបាទយើងមានទទួលការប្រឹក្សាមានរូបមន្តក្បួនមួយចំនួនក្នុងការជួយបងប្អូនបើសិនជាបងប្អូនត្រូវការសូមតាក់ទងមកលើនេះចឹងអរគុណច្រើនសម្រាប់ថ្ងៃនេះសូមជម្រាបលាបងប្អូនអរគ្នាជូនពរសំណាងល្អសូមព្រះអង្គប្រទានពរ